ពលរដ្ឋគាត់បានចូលរួមសាទរនិងចូលរួមសប្បាយចិត្តជំនួសក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះផងដែរឥឡូវនេះនៅផ្ទះរបស់គាត់គឺបានធ្វើពិធីកវិសអង្គផងដិតកដាស់ផងបាទដោយសារតែគាត់មានអារម្មណ៍សប្បាយមែនទែនប្រិមិត្តបាទនេះគឺជាឪពុករបស់ជនរងគ្រោះផ្ទាល់តែម្ដងបាទបងប្រុសខ្ញុំចង់ឲ្យបងបញ្ជាក់តិចមើលបងមានអារម្មណ៍យ៉ាងណាដែរបងនៅពេលដែលរកឃើញកូនឡើងវិញខ្ញុំមានអារម្មណ៍សប្បាយចិត្តបាទសប្បាយចិត្តខ្ញុំអត់ដឹងនិយាយថាម៉េចហើយខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័នដែលបានខំប្រឹងដុតដៃដុតជើងជួយដុតដៃដុតជើងដល់បានកូនខ្ញុំបាទបងមានកូនម៉ាអ្នកដែរបងគាត់មានកូនម៉ាអ្នកដែរគាត់មានកូន3នាក់បាទកូនបាត់ទៅហ្នឹងកូនបងបាទដល់អញ្ចឹងមានពាក្យអីនិយាយកាវីអរគុណដល់TVSB បងបាទអរគុណច្រើនដែលកាត់ភ្លៀងកាត់រលឹមមកជួយស្វែងរកបាទអរគុណច្រើនណាស់បាទដោយថាជូនពរដល់បងទាំងអស់ឲ្យសុខសប្បាយកុំឲ្យមានអញ្ចឹងមកជួបសោះបាទអរគុណច្រើនទាំងភ្លៀងទាំងរលឹមឡើងជោគអស់ហើយបាទអរគុណណាស់បាទអរគុណបាទនេះគឺជាការបញ្ជាក់របស់ពុករបស់ជនរងគ្រោះរួមជាមួយនឹងសាច់ញាតិរបស់គាត់នឹងជាពិសេសបងប្អូនជាពលរដ្ឋគឺគាត់ចាប់អារម្មណ៍មែនទែនប្រិមិត្តជុំវិញករណីចាប់ក្មេងស្រីនេះហើយយើងមិនទាន់ដឹងនៅឡើយទេថាតើករណីចាប់ក្មេងស្រីខាងលើនេះគឺគេចាប់ក្នុងគោលបំណងអីដោយសារតែបងអូនស្រីរងគ្រោះគឺគាត់មានអារម្មណ៍ផិតភ័យមែនទែនហើយជនដៃដល់ខាងលើនេះបាទគឺជនសង្ស័យខាងលើនោះគឺបានចាប់ក្មេងស្រីទៅគឺដោយបានរុំស្គុតក្មេងស្រីបាទរុំស្គុតក្មេងស្រីនឹងបិទស្គុតមាត់ទីប្រិមិត្តបាននៅពេលដែលចាប់ដល់ទីតាំងរបស់គេហើយក្មេងស្រីរងគ្រោះគាត់បានបញ្ជាក់រួចហើយថានៅពេលដែលចាប់គាត់នោះគឺជនសង្ស័យបានធ្វើការលួងលោមក្មេងស្រីដោយថាម្ដាយរបស់គាត់ជួបនៅគ្រោះថ្នាក់ចរាចរណ៍ដួលបែកក្បាលនៅពេលដែលក្មេងស្រីរងគ្រោះគាត់ឮសូរដូចនោះគាត់ក៏បានឡើងជិះម៉ូតូជាមួយនឹងជនសង្ស័យខាងលើនោះបានដឹកគាត់ទៅដល់មន្ទីរពេទ្យមួយហើយមានផ្ទះមួយកន្លែងនៅក្បែរនោះហើយក៏យកក្មេងស្រីចូលទៅដល់ក្នុងផ្ទះនោះហើយក៏យកស្គុតនិងយកស្គុតមករុំដៃនិងបិទស្គុតនៅមាត់ផងដែរនេះគឺតាមការដឹងពីក្មេងស្រីរងគ្រោះហើយយើងឃើញស្លាកស្នារបស់ជនរងគ្រោះគឺដៃរបស់ក្មេងស្រីរងគ្រោះគឺមានរុំស្គុតប្រិមិត្តឲ្យមាត់របស់គាត់ក៏មានជាប់នៅស្គុតជាប់ស្គុតនៅឡើយទេប្រិមិត្តបាទហើយក្មេងស្រីរងគ្រោះគឺគាត់កំពុងនៅឡើយអរគុណដល់សម្ដេចអាដាមជួនសវណ្ណផងបាទឲ្យគាត់បាទបងជួយមកបងបាទមានអីថ្លែងអំណរគុណបងបាទខ្ញុំសូមថ្លែងអំណរគុណដល់អាដាមជួនសវណ្ណដែលបានផ្នែកជួយរកកូនខ្ញុំអរគុណច្រើនអរគុណច្រើនបាទអរគុណមែនតើបងប្រុសដែលជាឪពុករបស់ប្អូនស្រីរងគ្រោះគឺគាត់បានធ្វើការថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ជួនសវណ្ណដែលជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានបញ្ជាកម្លាំងប៉ូលីសទាំង12ខណ្ឌធ្វើការពួនស្ទាក់តាមរកក្មេងស្រីរងគ្រោះនិងតាមចាប់នៅជនសង្ស័យខាងលើផងដែរហើយយើងនៅតែជឿជាក់យ៉ាងមុតមាំទៅលើកម្លាំងប៉ូលីសនិងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញយើងគឺនៅតែមិនបដាបដោយទេគឺលោកនឹងបញ្ជាកម្លាំងឲ្យតាមចាប់នៅជនសង្ស័យខាងលើនោះតាមចាប់ជនសង្ស័យដែលបានចាប់ក្មេងស្រីខាងលើនេះឲ្យបានតតែបានផងដែរប្រិមិត្តពួកអីពេលនេះក្មេងស្រីបាត់តែរកឃើញមែនប៉ុន្តែជនសង្ស័យគឺមិនទាន់បានចាប់បាននៅឡើយទេប្រិមិត្តបាទហើយឥឡូវនេះក្មេងស្រីរងគ្រោះគឺគាត់កំពុងតែនៅផ្ទះទេប្រិមិត្តបាទបាទឥឡូវនេះគឺប្រជាពលរដ្ឋគឺគាត់មកចោមរោមច្រើនមែនទែនប្រិមិត្តបាទដោយសារតែករណីខាងលើនេះគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនតាំងពីព្រឹករហូតដល់ពេលនេះហើយក៏មានការចែកចាយពេញសង្គម Facebook ផងដែរបាទស្ទះផ្លូវមែនតើតែមានការចោមរោមប្រជាការសាទររីករាយជាមួយនឹងក្រុមគ្រួសារដែលបានជុំកូនរបស់គាត់វិញខ្ញុំសុំសួរមួយម៉ាត់មើលអ៊ំមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលទទួលដំណឹងថាមានជនមិនស្គាល់មុខតាមចាប់ក្មេងស្រីបែបនេះអ៊ំខ្ញុំមានអារម្មណ៍ប្រុសក្ដួលគាត់លឺអញ្ចឹងខ្ញុំវារន្ធត់ចិត្តណាបាទរន្ធត់ចិត្តថាវាមិនដែលមានបាត់ក្មេងថ្ងៃមិញហ្នឹងខ្ញុំនៅកន្លែងបេនហ្នឹងស្រាប់តែលឺគេថាបាត់ក្មេងបាត់ក្មេងម៉ោង10ជាងហើយរហូតដល់ស្មើនេះហើយទៅរកឃើញបាទអ៊ំមានអីផ្ដាំផ្ញើទៅដល់បងប្អូនជាពលរដ្ឋយើងដែលគាត់មានកូនទូចអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅទាំងអស់ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលមានក្មេងតូចសូមអាណត្តិបាលមេត្តាការពារកុំឲ្យដើរលេងពេលប្រាស់ព្រោះពេលឥឡូវនេះវាចាប់អាលេងពួកជនខលខូចទៅវាច្រើនបន្លំហ្នឹងហើយសូមឲ្យមួយយ៉ាងទៀតសូមឲ្យតាមសាលារៀនត្រូវឲ្យមានដាក់កម្លាំង
យាមកាមទៅពេលលេងសាសាឡាចេញហ្នឹងកុំឲ្យទៅចឹងងាប់ទៅឲ្យប្រជាពលរដ្ឋគ្នាជ្រួលច្បល់ទាំងអស់គ្នាមានអារម្មណ៍មិនឲ្យសំបីតែខ្ញុំក៏អត់មានអារម្មណ៍រស់ស៊ីដែរឃើញអាណិតគ្នាមិនអត់ដឹងអីក៏ស្មានហើយឃ្លុំមុខឃ្លុំចងដៃគ្នាមាននៅមានអនាគតវែងឆ្ងាយណាខ្ញុំសូមអរគុណបាទអរគុណអរគុណប្រិមិត្តយើងដោយបងប្អូនប្រជាពលរដ្ឋក៏សំណូមពរយើងមេត្តាសមត្ថកិច្ចយើងមេត្តាជួយបរិងផ្នែកសន្តិសុខនេះបានខ្លាំងផងជាពិសេសមិនថាតែនៅក្នុងរាជធានីពេញទេតាមបណ្ដាខេត្តក៏មេត្តាជួយដាក់កម្លាំងសមត្ថកិច្ចយើងនៅពេលដែលសិស្សសាលាចេញបាទម៉ោងពេលសិស្សសាលាចេញជួយដាក់ឲ្យសមត្ថកិច្ចយើងទៅជួយមើលការខុសត្រូវនៅកន្លែងសាលានីមួយៗផងដែរនៅក្នុងប្រទេសកម្ពុជាយើងនេះផងដែរឥឡូវនេះគឺបងប្អូនប្រជាពលរដ្ឋក៏សប្បាយចិត្តមែនទែនបាទបាទអ្នកមីងជាសាច់ញាតិរបស់គាត់ដែរអ្នកមីងបាទហើយអ្នកមីងពេលទទួលដំណឹងថាគាត់បាត់កូនអញ្ចឹងឲ្យត្រូវជន់មិនស្គាល់មុខចាំអញ្ចឹងអ្នកមីងមានអារម្មណ៍យ៉ាងម៉េចដែរអូយក្តុកក្តួនណាស់ទឹកភ្នែកផងអីផងនឹកឃើញតែចៅគេចៅឯងនឹកឃើញអញ្ចឹងហើយដល់ពេលអញ្ចឹងលឺថាបានមកវិញអូមិនដឹងយកឲ្យព្រៀបបានទទួលដំណឹងពីណាដែរថារកឃើញវិញដំណឹងពីកូនបាទឥឡូវសប្បាយចិត្តទេសប្បាយចិត្តឡើងវិញហើយបាទឲ្យជួយប្រយ័ត្នផងឃើញក្មេងទូទៅណាហើយចៅប៉ុណ្ណឹងដូចគ្នាបាទអរគុណណាអរគុណហើយបងស្រីមិនដែរបងបើឯងមានកូនអញ្ចឹងមានអារម្មណ៍យ៉ាងម៉េចដែរពេលឃើញក្តួលព្រោះអីយើងក៏ជាម្ដាយដល់ពេលយើងយល់ពីអារម្មណ៍ហ្នឹងហើយគ្រាន់តែដឹងថារកឃើញភ្លាមសឹងតែថាលោះអូជំនួសបើមានកូនម៉ានអ្នកដែរកូន3ហ្នឹងទាំងអស់3ហ្នឹងដែរប្រយ័ត្នប្រយែងមែនតើបងស្រីអរគុណបងជួយប្រយ័ត្នប្រយែងមែនតើបាទគាត់សប្បាយចិត្តណាស់ប្រិមិត្តឃើញមហាជនខ្មែរយើងជាច្រើនគាត់បានមកចូលរួមត្រេកអរជាមួយនឹងសាច់ញាតិនិងក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះគឺពេញមុខផ្ទះគាត់តែម្ដងបាទមិនដែរមកអ៊ំមានអារម្មណ៍មិនដែរតែពេលដែលទទួលដំណឹងដំបូងថាក្មេងស្រីត្រូវគេចាប់ភ័យដែរអូនខ្ញុំគេពួកម៉ាក់ខ្ញុំទេប្រាប់ខ្ញុំភ័យណាខ្ញុំហើយខ្ញុំទៅវត្តមិញហ្នឹងមកពីវត្តខ្ញុំឲ្យលោកមើលទូទាយឲ្យលោកថាបើអត់តាន់ឃើញក៏មកដល់ថារកឃើញខ្ញុំអមែនតើគាត់ឡើងផ្ទះផងនេះបាទអ្នកមីងអត់មានត្រូវអីមួយក្មេងស្រីអត់ទេគាត់អ្នកចិត្តខាងហ្នឹងគាត់អ្នកចិត្តខាងក៏លោកមើលឲ្យទៀតចាហើយអ្នកមីងមានចៅទេគាត់មានចៅទេគាត់មានចៅទេតែព្រួយបារម្ភឯពេលឃើញគេចាប់ក្មេងអញ្ចឹងព្រួយបារម្ភណាស់អូនព្រោះចៅហ្នឹងនៅចៅខ្ញុំណែពេលយើងមកទិញអីវាអញ្ចឹងវាថាម៉ាយកអីម៉ាបាទឥឡូវពេលរកឃើញវិញអញ្ចឹងមានអារម្មណ៍មិនដែរអូនបាទមានអីផ្ដាំផ្ញើទៅដល់បងប្អូនជាពលរដ្ឋយើងដែលគាត់មានក្មេងតូចអញ្ចឹងផ្ដាំផ្ញើដល់បងប្អូនជាពលរដ្ឋយើងហ្នឹងឲ្យមើលកូនចៅយើងតូចឲ្យមែនទេឥឡូវមានជនខលខូចចាប់ក្មេងច្រើនណាស់បាទអរគុណអ្នកមីងបាទអរគុណបាទឃើញបងប្អូនជាពលរដ្ឋយើងច្រើនមែនតើគឺគាត់សប្បាយចិត្តបាទនេះមកឲ្យប្រិមិត្តបាទក្មេងស្រីរងគ្រោះដែលគាត់បានឥឡូវនេះឪពុកម្ដាយគាត់នាំឲ្យមហាជនគាត់បានឃើញខ្លះនេះបងអូនស្រីរងគ្រោះយកទៅណាបងយកទៅណាវិញបងខាងស្នងការគេសុំជួបតិចខាងស្នងការគេទៅបងណាបាទឥឡូវនេះបងអូនស្រីរងគ្រោះគឺត្រូវបានស្នងការខាងស្នងការនគរបាលរាជធានីភ្នំពេញសុំជួបបាទដើម្បីធ្វើការសាកសួរជុំវិញករណីនេះផងដែរអូនមកស្ដាំមកចេញអីសុំអត់មកនេះអូស្រឡាញ់កូនស្រឡាញ់ប្អូនទៀតបងមកជួយបញ្ជាក់បន្តិចមើលបើមានកូនម៉ាអ្នកដែរបងប្រុស3បងកូន3ស្រីម៉ានប្រុសម៉ានដែរបងស្រី2បងអញ្ចឹងអូននេះបងណាបងណាស្រី2ប្រុស1បាទអរគុណបងតបងជួយឲ្យក្មេងគាត់នេះកូនស្រីហ្នឹងបាទហ្នឹងហើយដែលគេចាប់យកទៅហ្នឹងសូមបញ្ជាក់សូមឲ្យសម្ដេចហ៊ុនសែនចាត់វិធានការវាចាប់ឲ្យបានកុំទុកវាសម្លាប់វាចោលហ្មងបាទឲ្យប្រឡែងបានសំមុនមកសុំទៀតឥឡូវពេលនេះគេយកទៅណាបងឥឡូវគេឲ្យបងយកទៅណាវិញបងខាងសង្កាត់គេថាស្នងការក្រុងចុះមកឲ្យយើងយកកូនទៅជួបគេនៅសង្កាត់ផ្លែតទៅជួបនៅសង្កាត់ឬទៅជួបស្នងការនៅសង្កាត់ដែរបងណាបាទនៅប៉ុស្តិ៍ប៉ុស្តិ៍ទួលស្វាយព្រៃឬក៏នៅសង្កាត់ទួលស្វាយព្រៃយើងនៅសង្កាត់មកបាទនៅសង្កាត់យើង
សប្បាយសួរបងជួយ3ក៏ស្រួលបួលបងក្មេងគ្នានៅភ័យជួយ3គ្នាស្រួលបួលបងនៅភ័យនេះកូនស្រីគាត់ដែលបានបាត់ប្រិមិត្តបាទឥឡូវគាត់3យកទៅខាងសកាត់ទួស្វាយព្រៃដើម្បីឲ្យសមាជិកយើងធ្វើការសាកសួរនិងស្រាវជ្រាវបន្តជុំវិញករណីនេះផងដែរបាទឥឡូវនេះខាងឪពុកបាន3កូនយកទៅឲ្យប្រិមិត្តបាទនេះគឺជាសារមួយសម្រាប់បងប្អូនប្រជាពលរដ្ឋយើងមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែនជុំវិញករណីដែលមានក្មេងទូចប្រិមិត្តបាទមានក្មេងទូចជួយប្រយ័ត្នមែនទែនបាទព្រោះឥឡូវនេះមានជនឆ្លៀតឱកាសនិងជនមិនស្គាល់មុខបានធ្វើសកម្មភាពចាប់បងអូនស្រីមួយអីនេះសំណាងអីដែលសមត្ថកិច្ចយើងគាត់ធ្វើការដុតដៃដុតជើងតាមរកឲ្យជាពិសេសពុកម្ដាយគឺគាត់បានប្រកោកប្រកាសនៅបណ្ដាញផ្សព្វផ្សាយព័ត៌មានជាច្រើនបានជួយផ្សព្វផ្សាយឲ្យក៏មានការshare តគ្នានៅក្នុងសង្គម Facebook ទើបធ្វើឲ្យជនសង្ស័យភ័យក៏ប្រឡែងក្មេងស្រីរងគ្រោះនេះមកនៅម្ដុំផ្សារមុងឌីយ៉ាល់ប្រិមិត្តបាទប្រឡែងនៅមុងឌីយ៉ាល់នេះក៏ទៅណាបងអូទៅស្កាត់ហ្មងបាទបងអរគុណបងបងស្នងការហ្មងឥឡូវនេះយកមកដល់แล้วប៉ុសំឡើងដែរមកបងសំឡើងដែរមកបងឥឡូវយកមកដល់ប៉ុនគរបាលរដ្ឋបាលទួលស្វាយព្រៃ2ឯប្រិមិត្តបាទហើយយកមកនេះដើម្បីឲ្យសមាជិកជំនាញរបស់យើងធ្វើការសាកសួរស្រាវជ្រាវតាមចាប់នៅជនសង្ស័យដែលបានចាប់យកក្មេងស្រីរងគ្រោះទៅផងដែរទៅក្មួយខ្ញុំបាទបងបាទអូបងបើជួយបញ្ជាក់បន្តិចបានទេតើថ្ងៃមិញហ្នឹងបើឲ្យទទួលដំណឹងថាបាត់ក្មួយហ្នឹងបាត់តាំងពីម៉ោងប៉ុន្មានដែរបងម៉ោង9:35 នាទី9:35 នាទីបាទហើយខ្ញុំទៅសុំគេឆែកកាមេរ៉ានៅផ្ទះគេហ្នឹងដោយសារសាលាហ្នឹងវាមានច្រកអញ្ចឹងសុំគេឆែកកាមេរ៉ាហ្នឹងគឺកាមេរ៉ាខាងគាត់លក់ម៉ាស៊ីនត្រជាក់ហ្នឹងពេលឆែកទៅឃើញហ្មងឃើញដែលថតតាម Facebook ហ្នឹងគឺបានពីខាងគាត់នឹងជួយដែរទេជនសង្ស័យជិះម៉ូតូវីវ៉ាហ្នឹងបាទវីវ៉ាដែលអាវក្រហមបាទពាក់កណ្ដាលអញ្ចឹងឆែកបានកាមេរ៉ាដែរបានឃើញហ្មងឆែកនិយាយទៅប្រាប់គាត់ខាងនោះសុំគាត់ឆែកពីម៉ោង9ឡើងទៅម៉ោង9ដល់ម៉ោង10ណាបាទអញ្ចឹងបានទទួលដំណឹងហ្នឹងទៅបាទឲ្យបងក៏ប្រកបប្រកាសតាមរយៈ Facebook ទៅបាទ Facebook ឲ្យគាត់ជួយសម្រួលអញ្ចឹងណាបាទហើយក៏បានដាក់យើងខាង ABC ដែរឲ្យគាត់ជួយដែរបាទអរគុណមែនតើអរគុណមែនតើបងអរគុណមែនតើឥឡូវនេះខាងណាគេនៅលើនឹងបងដើម្បីសាកសួរនៅតែបងខ្ញុំទេបាទបងខ្ញុំក៏នៅលើហ្នឹងបាទហើយខាងណាទៀតហើយខាងហ្នឹងអនុស្នងការស្នងការរងបាទស្នងការរងបងសុងលីបាទខ្ញុំអត់ដឹងគាត់ឈ្មោះអីតែគាត់ថាគាត់ស្នងការរងបាទស្នងការរងទទួលខាងផែនព្រំតាន់អញ្ចឹងប្រហែលជាអាដាមបងប្រុសសុងលីប្រិមិត្តបាទគឺនៅខាងលើគឺមិញនេះស្នងការរងម្នាក់គាត់បានមកដល់ហើយផ្នែកព្រំតាន់ប្រហែលជាលោកស្នងការរងសុងលីដែលគាត់ចុះមកធ្វើការស្រាវជ្រាវជុំវិញករណីនេះបាទ
អរគុណមែនតើប្រិមិត្តសម្រាប់ការទស្សនានិងការតាមដានរាល់ការផ្សាយបន្តរបស់ TV Facebook ឥឡូវនេះយើងទុកទូនីតិនេះឲ្យសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនឹងសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ2រួមជាមួយនឹងសមត្ថកិច្ចខណ្ឌចក្រមនដើម្បីធ្វើការស្រាវជ្រាវនិងធ្វើការសាកសួរទៅលើក្មេងស្រីរងគ្រោះដើម្បីតាមចាប់ជនសង្ស័យខាងលើយកមកផ្ដន់ទាទោសទៅតាមនីតិវិធីច្បាប់ផងដែរដើម្បីឲ្យធ្វើការទៅតាមនីតិវិធីច្បាប់ផងដែរប្រិមិត្តបាទឥឡូវនេះយើងធ្វើការ live ប្រិមិត្តបាទចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ2នេះហើយសមត្ថកិច្ចក៏កំពុងតែយកចិត្តទុកដាក់សាកសួរបាទដើម្បីតាមចាប់នៅជនសង្ស័យខាងលើផងដែរកាន់មីក្រូបងឡើងទៅសួរគាត់ចូលបាទបាទគៀបមកខ្ញុំគៀបđây ba bề mặt thực sự ôm mà bây hôm to lứa nè អរគុណប្រិយមិត្តសម្រាប់ការទស្សនានិងការតាមដានរាល់ការផ្សាយបន្តរបស់ក្រុមការងារ TV Facebook គណៈពេលនេះខ្ញុំបាទសមាជិករួមជាមួយនឹងក្រុមការងារខ្ញុំគឺលោកអ៊ុំស្រស់សូមលំអរកាយនិងសូមគោរពលាហើយជុំវិញករណីចាប់ក្មេងស្រីខាងលើនេះយើងនឹងធ្វើការផ្សាយបន្តទៀតនៅពេលដែលសមាជិកយើងមានតម្រុយខ្លះជុំវិញករណីស្វែងរកមុខនៃជនសង្ស័យដែលបានចាប់ក្មេងស្រីខាងលើនេះផងដែរហើយជាពិសេសជនសង្ស័យដែលបានចាប់ក្មេងស្រីខាងលើបើសិនជាបានទស្សនាការ live តរបស់ TV Facebook បើពិបាកចូលខ្លួនឲ្យសមត្ថកិច្ចយើងបាទដឹងខ្លួនចូលមកសមត្ថកិច្ចយើងដើម្បីសារភាពនៅទោសកំហុសរបស់ខ្លួនទៅកុំឲ្យសមត្ថកិច្ចយើងពិបាកក្នុងការតាមចាប់អរគុណណាស់ប្រិមិត្តក្នុងការទស្សនានិងការតាមដានខ្ញុំបាទសមាជិកសូមបញ្ចប់ការ live ត្រឹមនេះហើយបើមានចំណុចណាលើសលួសខ្វះខាតមិនសមរម្យសូមអភ័យទោសឲ្យខ្ញុំផងបាទព្រោះអីជនសង្ស័យគាត់បានតាមដាននៅប្រព័ន្ធផ្សព្វផ្សាយដែរព្រោះអីគាត់ឃើញសមត្ថកិច្ចយើងឃើញឯអាដាមនេះអាដាមសេនីយ៍ជួនសវណ្ណស្នងការនគរបាលរាជធានីភ្នំពេញបាទឃើញអាដាមរតស្រៀងគឺគាត់បានបញ្ជាកម្លាំងគ្រប់លំដាប់ថ្នាក់គឺនៅក្នុងរាជធានីភ្នំពេញឲ្យតាមឃ្លាំមើលនិងតាមស្វែងរកក្មេងស្រីផងតាមចាប់នៅជនសង្ស័យផងធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោក៏យកក្មេងស្រីទៅប្រឡែងចោលនៅឯផ្សារម៉ុងឌីយ៉ាល់